ជំរាបសួរគ្រូអ្នកគ្រូដូចជាសួស្តីសិស្សានុសិស្សទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាម្ដងទៀតទាក់ទងទៅនឹងលំហាត់រូបវិទ្យាបាទនេះលំហាត់នេះគឺក្នុងមេរៀនទី2ជំពូកទី4វិញម្ដងដែលយើងនិយាយពី potential អគ្គិសនីបាទអញ្ចឹងយើងមើលលំហាត់គេថានៅត្រង់កំពូល ABCD នៃការ៉េ ABCD ដែលមានរង្វាស់ជ្រុងគឺ30 សង់ទីម៉ែត្រ A 30 សង់ទីម៉ែត្រគេដាក់បន្តគ្នានៅចំណុចបន្ទុកបាទគុយ A គឺ2 × 10 សេគុណដល់ 9 គូឡុំគុយ B 3 × 10 សេគុណដល់ 9 គូឡុំគុយ C ដក 10 × 10 សេគុណដល់ 9 គូឡុំគុយ D 4 × 10 សេគុណដល់ 9 គូឡុំគេឲ្យយើងគណនា potential ត្រង់ចិត្ត O នៃការ៉េ ABCD បាទអញ្ចឹងអានេះគេឲ្យយើងគណនា potential បាទគឺ potential អគ្គិសនីហ្នឹងបាទអញ្ចឹងទៅនៅត្រង់ផ្ចិត O នៃការ៉េ ABCD អញ្ចឹងមុននឹងយើងគណនាបានគឺយើងត្រូវគូសរូបបាទគូសរូបការ៉េនេះសិនគឺការ៉េ ABCD អញ្ចឹងបាទយើងគូសមកជារូបការ៉េមួយមក4ជ្រុងជ្រុងទាំងអស់គឺ A ដូចគ្នាជ្រុងប្រវែងវាគឺស្មើ A ដូចគ្នាហើយអញ្ចឹងយើងរាយអក្សរតាមលំដាប់មក A B C និង D បាទបានប៉ុណ្ណឹងអញ្ចឹងគេឲ្យយើងរកត្រង់ផ្ចិត O អញ្ចឹងផ្ចិត O នៅឯណាអញ្ចឹងដើម្បីដឹងពីផ្ចិត O យើងត្រូវគូសបាទពីចំណុច A នេះមកចំណុច C ជាអង្កត់គេហៅថាប្រវែងអញ្ចឹងគឺគេហៅថាអង្កត់នៃការ៉េអានេះក៏អង្កត់នៃការ៉េដែរអញ្ចឹងនៅពេលដែលយើងគូសមកបាទខ្វែងគ្នាមកគឺយើងទទួលបានចំណុចកាត់កន្លែងនេះគឺកន្លែងហ្នឹងគឺជាចំណុច O ហើយដែលកន្លែងដែលគេចង់ឲ្យយើងរកអញ្ចឹងដើម្បីរក potential អគ្គិសនីនៅត្រង់ផ្ចិត O នឹងបានតែយើងប្រើរូបមន្តអីបាទអញ្ចឹងយើងមើលមកខាងនេះវិញបាទអញ្ចឹងយើងថា potential អគ្គិសនីត្រង់ចំណុច1បង្កើតដោយបន្ទុកអគ្គិសនីច្រើនបាទមានន័យថាបន្ទុកអគ្គិសនីជាច្រើនហើយគេចង់រក potential នៅត្រង់ចំណុចតែមួយទេបាទឧទាហរណ៍ថាអូយើងមានបន្ទុកជាច្រើនអញ្ចឹងទៅហើយគេចង់រក potential ត្រង់នេះអញ្ចឹងតើវាស្មើនឹងប្រមាណបាទអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺជាចំណុចដែលគេចង់រកអញ្ចឹងរូបមន្តគឺ V នេះគឺតាមដែល potential ស្មើនឹង9 × 10 សេគុណ 9បាទវងកញ្ចក់គុណហើយគុយ1នៅលើចម្ងាយ R1 មានន័យថាចម្ងាយពីបន្ទុកទៅកន្លែងចំណុច potential ដែលគេចង់រកបូកគុយ2បន្ទុកទី2នៅលើចម្ងាយ R2 គឺចម្ងាយរបស់បន្ទុកហ្នឹងទៅចំណុចទៅចំណុចដែល potential ដែលយើងចង់រកបូកគុយ3នៅលើ R3 បូករហូតដល់គុយ n នៅលើ Rn ហ្នឹងករណីដែលវាមានបន្ទុករហូតដល់ n ចំនួនអញ្ចឹងយើងមើលនៅក្នុងលំហាត់យើងនេះគឺបន្ទុកយើងមានតែ4ទេគឺយើងបន្ទុកគុយ A ហ្នឹងគេដាក់ត្រង់ A គុយ B ដាក់ត្រង់ B គុយ C ដាក់ត្រង់ C និងគុយ D ដាក់ត្រង់ D បាទអញ្ចឹងយើងគ្រាន់តែជួសចូលទៅគឺ V ត្រង់ O វាស្មើ9 × 10 សេគុណ 9បាទគុយ A នៅលើចម្ងាយ OA អញ្ចឹងយើងរកចម្ងាយយើងរក potential ត្រង់ចំណុចនេះអញ្ចឹងគុយ A វានៅទៅនេះអញ្ចឹងចម្ងាយគឺយើងគិតពី A មក O ឬក៏យើងតាំងដោយវា OA បាទប៉ុណ្ណាចំណែកឯគុយ B វានៅទៅនេះអញ្ចឹងចម្ងាយរបស់វាគឺ OB ដូចគ្នាបូកគុយ C ចម្ងាយរបស់វា OC ហើយគុយ D គឺចម្ងាយរបស់វា OD បាទហ្នឹងយើងបានប៉ុណ្ណឹងហើយកន្លែងគុយ A គុយ B គុយ C គុយ D នេះគឺអត់មានតម្លៃដាច់ខាតទេអញ្ចឹងយើងមើលអីទៀតយើងមើលបន្ទុកគុយ A គុយ B គុយ C គុយ D គឺយើងស្គាល់ហើយតែយើងអត់ទាន់ស្គាល់ OA OB OC និង OD ទេតែយើងរកមកពីណាអញ្ចឹងយើងមើលនេះ OA OB OC និង OD បើយើងមើលផ្នែកទៅវាអាចស្មើគ្នាតែជាក់ស្ដែងគឺវាអាចនឹងស្មើគ្នាមែនពីព្រោះអីយើងមើលដោយអង្កត់ទ្រុងការ៉េបាទរូបមន្តប្រវែងនេះឬក៏ប្រវែងនេះអាហ្នឹងគឺគេហៅថាជាអង្កត់ទ្រុងការ៉េជារូបមន្តអង្កត់ទ្រុងការ៉េគឺវាស្មើនឹងបាទ A ឬ2មានន័យថាយកជ្រុងគុណជាមួយនឹងតម្លៃឬ2អញ្ចឹង A របស់យើងគឺតម្លៃដែលគេឲ្យមកនេះគឺ30 សង់ទីម៉ែត្រអញ្ចឹង30 សង់ទីម៉ែត្រយើងជួសទៅបាទ30 ឬ 2 សង់ទីម៉ែត្រអញ្ចឹងយើងអត់អាចទុកអញ្ចឹងទេយើងបែកទៅជាម៉ែត្របាន30 ឬ 2 × 10 សេគុណដក 2 ម៉ែត្រអាហ្នឹងគឺជាអង្កត់ទ្រុងរបស់ការ៉េ
cho nên bây giờ rọc tầm lại OA OB OC OD cứ bộ vai màu viết cứ smile kia sao viết chỉ bẹt cái đá này còn cọt trung cái này chẳng bao viết bẹt cái đá bên đây thầy dừng do cọt trung cái này nó vô mà chai chỉ một pi và chẳng bây chai đó nè tầm lại bây giờ mình chai một pi đâu thợ smile nó đọc pram được pi của nó còn đó pi mày chẳng nhưng do tầm lại nó nhưng do từ chua chua không lục của môn dân lời tấu nhưng bàn về zero smile còn buồn còn còn buồn và ní cứ để xa ta OA OB OC OD vì tầm lại được nghĩa chẳng mình này thật hiện bài như biết mà kia được nghĩa chân dương tầm râu hiện bài như tầm mùi thế cứ đầm lại đọc rám được bí con đọc còn đọc bí mệt và hãy phía dốt dương bột chỗ kia chân ngànhนี้mình tục cùi á cùi bé cùi xế cứ đọ và tầm lại đọ đọ nó cứ dương đã đọ ở đài mà ập đôi nhà tề hay cùi đế cứ tầm lại biết nè chẳng dương kiện là nia xì son tới cứ và khơi bay rói sai sập pí cho bây rồi sai sắp chích sai sập pí vào và ní cứ gì càng kiện là nia potential là cái gì ní trong chừng nói mùi và còn